សូមជូនរឿងសង្គ្រាមគីង្គក់និងតាព្រំសម័យព្រេងនាយវេលាមួយពិភពលោកកើតគ្រោះទុរភិក្សក្តៅហួតហែងគ្រប់ទិសទីព្រះភិរុណមិនបង្អុរភ្លៀងសោះស្ទឹងត្រពាំងថ្លុកបឹងព្រែកទន្លេរីងទាំងអស់សត្វទាំងអស់ស្លាប់កោឆ្អឹងលើគ្នារុក្ខជាតិនានាស្វិតក្រៀមក្រញ៉ង់ពួកមណ្ឌុកសត្វមានគីង្គក់ហេងកង្កែបជាដើមដែលជាសត្វប៉ិនអត់ធន់ហើយមានខ្លួនស្គមសល់តែស្បែកដណ្ដប់ឆ្អឹងថ្ងៃមួយគីង្គក់ជាមេបានប្រកាសដល់ញាតិមិត្តមានដូចជាហេងកង្កែបដែលជាមិត្តថាហើយមិត្តទាំងអស់គ្នាមើលទៅតាព្រំមិនបង្អល់ភ្លៀងឲ្យយើងនោះទេបើសិនជាយើងនៅស្ងៀមច្បាស់ជាដាច់ពោះស្លាប់មិនខានមកមិត្តយើងទាំងអស់គ្នាកេណ្ឌគ្នាទៅប្រយុទ្ធតតាំងនឹងតាព្រំដើម្បីឲ្យតាព្រំជួយបង្អល់ទឹកភ្លៀងឲ្យយើងមកឲ្យខានតែបានអាសន្នដល់ហើយនៅស្ងៀមក៏ស្លាប់ទៅច្បាំងក៏ស្លាប់បើគង់នឹងស្លាប់ដដែលពួកយើងទៅច្បាំងយកជ័យឲ្យក្រុមញាតិមិត្តយើងមិនល្អជាងអីគ្រានោះកង្កែបនិងហេងបាននិយាយថាពិតមែនហើយលោកបងពិតជាត្រឹមត្រូវណាស់ហើយពិតមែនហើយលោកបងខ្ញុំក៏គិតអញ្ចឹងដែរគីង្គក់ក្រោយពេលឮហេងនិងកង្កែបយល់ព្រមដូច្នេះក៏បាននិយាយថាឥឡូវនេះបើសិនជាអ្នកទាំងអស់គ្នាយល់ព្រមហើយដូច្នេះតោះពួកយើងនាំគ្នាចេញដំណើរទៅហើយពិតមែនហើយលោកបងពួកយើងនាំគ្នាចេញដំណើរទៅជ័យយោពួកយើងទាំងអស់គ្នាចេញដំណើរជ័យយោនាំគ្នាចេញដំណើរកងទ័ពមណ្ឌុកសត្វដើរកាត់ទីវាលបន្តិចមកស្រាប់តែប្រទះឃើញកងទ័ពត្រីអណ្ដែងមួយវងធំទៀតមេបញ្ជាការធំនៃកងទ័ពគីង្គក់ឃើញវងត្រីអណ្ដែងធំខ្នាន់ខ្នាប់ខ្លួនប្រឡាក់ស្រមោះទៅដោយកំទេចធូលីនិងផេះដែលនៅតាមវាលស្រែមេគីង្គក់សួរថាណែវ៉ៃពលត្រីអណ្ដែងតើអ្នកឯងទៅណាមកណាបានជាប្រមៀលខ្លួនហើយដីឲ្យត្រឡោមកាត់មុខយើងបែបនេះធ្វើដូច្នេះធ្វើឲ្យរំខានដល់កងទ័ពយើងក្នុងការធ្វើដំណើរណាត្រីអណ្ដែងដែលជាមេទ័ពបានតបថាភឿនអើយពួកមច្ឆាបានបញ្ជូនឲ្យយើងមកជាមួយបងត្រីក្រាញ់ដ៏ប៉ិនប្រសប់ខាងរត់ឆ្លងភ្នំនិងបារាយណ៍ដើម្បីទៅច្បាំងតតាំងជាមួយនឹងតាព្រំដើម្បីឲ្យតាព្រំបង្អល់ទឹកភ្លៀងមកឲ្យពេញបឹងនិងស្ទឹងព្រោះថាតាព្រំមិនបង្អល់ទឹកភ្លៀងឲ្យយើងទេធ្វើដូចនេះធ្វើឲ្យពួកយើងទាំងអស់គ្នាពិបាកក្នុងការរស់នៅណាស់គីង្គក់ឮដូច្នេះអរណាស់ហើយប្រាប់ទៅកងទ័ពត្រីថាបើអញ្ចឹងមែននោះពួកយើងមានគោលបំណងតែមួយទេណាពលត្រីពួកខ្ញុំទាំងអស់នេះក៏លើកទ័ពទៅច្បាំងដើម្បីតតាំងជាមួយនឹងតាព្រំដូចគ្នាមេទ័ពត្រីកាលដែលបានឮគីង្គក់និយាយដូច្នេះក៏និយាយថាបើពួកយើងមានគោលបំណងតែមួយដូចគ្នាដូច្នេះពួកយើងនាំគ្នាចេញដំណើរទៅមែនហើយនាំគ្នាចេញដំណើរទៅមួយរំពេចនោះសូសាប់ជ័យយោក៏លាន់ចេញពីកងទ័ពទាំងពីរក្រុមជ័យយោពុតមើលទៅជ័យយោទ័ពទាំងពីរក្រុមនោះក៏ប្រមូលគ្នាជាទ័ពតែមួយហើយយាត្រាទៅតាមវាលក្តៅហួតហែងលុះពួកគេធ្វើដំណើរទៅមុខបន្តិចបានណកជាតិមួយវងធំហើរខ្មៅខ្នាប់លឺសូងូងលើអាកាសហើយលឺឃ្មុំនិងឪម៉ាល់ជាមេទ័ពបានស្រែកថាណែបងគីង្គក់ហេងកង្កែបត្រីអណ្ដែងត្រីក្រាញ់ពួកឯងទៅណាមកណាបានជាខ្លួនស្រមោះសុទ្ធតែធូលីយ៉ាងនេះគីង្គក់បានឆ្លើយថាមកវ័យបងឃ្មុំយើងដឹងថាក្រុមបងក៏លើកទ័ពទៅច្បាំងជាមួយនឹងតាព្រំដែរព្រោះអត់មានភ្លៀងធ្វើឲ្យព្រៃឈើខ្លះក៏ងាប់ខ្លះទៀតក៏ស្គមរីងរៃបណ្ដាឲ្យរុក្ខជាតិទាំងអស់នោះគ្មានផ្លែផ្កាធ្វើឲ្យបងពិបាករឹកលំអងធ្វើជាចំណីនិងយកទៅធ្វើសម្បុកណាស់ពេលនោះឃ្មុំនិងឪម៉ាល់បាននិយាយថាពួកបងពិតជាដឹងណាស់ខ្ញុំមិនបានប្រាប់ផងមិនក៏ពួកបងដឹងបើអញ្ចឹងពួកយើងទាំងអស់គ្នាមានគោលបំណងតែមួយទេអញ្ចឹង
ពួកយើងឆាប់ចេញដំណើរទៅពិតមែនហើយបងកង្កែបបងគីងគក់បងត្រីតើពួកយើងនៅគ្នាចេញដំណើរ ពិតមែនហើយតោះនោះគ្នាចេញដំណើរទៅ ពេលនោះកងទ័ពពលគោកនិងកងទ័ពពលអាកាសក៏នាំគ្នាហូរយកជ័យហើយក៏ធ្វើដំណើរទៅមុខទៀតលុះទៅដល់ចំការស្ងួតមួយស្រាប់តែកងទ័ពទាំងអស់បានប្រទះឃើញផ្លែត្រសក់ស្រូវនៅរដូករណែលនៅលើដីដាច់របេះចេញពីតងគួរឲ្យអាសូរគ្រានោះត្រសក់ស្រូវមួយបានស្រែកថា ហឿនអើយឲ្យគ្នាយើងទៅច្បាំងជាមួយផងបើពួកយើងនៅទីនេះគង់តែស្លាប់ដដែលហេតុដូច្នេះហើយពួកយើងស៊ូទៅច្បាំងជាមួយនឹងភឿនបានទេ ពេលនោះមេទ័ពទាំង3ក៏យល់ព្រមឲ្យត្រសក់ស្រូវប្រមៀលខ្លួនទៅតាមក្បួនដែរលុះផុតពីវាលក៏បានទៅដល់ព្រៃមួយដែលរុក្ខជាតិទាំងអស់ក្រៀមរញំស្លាប់ជិតអស់កងទ័ពបានទៅដល់ឃើញវល្លិផ្ដៅធំពីដើមនៅនឹងគល់ឈើងាប់មួយវល្លិផ្ដៅនោះបានសួរទៅក្រុមទ័ពនោះថា ណែពួកភឿនទាំងអស់គ្នាអើយធ្វើដំណើរទៅណាមកណាហេតុអីក៏មានគ្នាច្រើនសន្ធឹកសន្ធាប់ម្លេះមិនអាសូរដល់រុក្ខជាតិមិត្តយើងទាំងអស់ទេឬឃើញដេកស្លាប់ពពាក់ពពូនលើគ្នាក្រោមស្នាដៃតាព្រំអស់ហើយ ក្រុមពលទ័ពគិញគក់បាននិយាយទៅកាន់វល្លិផ្ដៅថាពួកយើងទាំងអស់គ្នាលើកទ័ពទៅច្បាំងជាមួយនឹងតាព្រំដើម្បីឲ្យតាព្រំបង្អស់ទឹកភ្លៀងមកពេលនោះវល្លិផ្ដៅបាននិយាយថា បើអញ្ចឹងមែនឲ្យពួកយើងចេញដំណើរទៅច្បាំងជាមួយផងយើងនៅទីនេះវេទនាណាស់យើងស៊ូទៅស្លាប់ដោយសារសង្គ្រាមដើម្បីដណ្ដើមយកជ័យមកផ្ដល់ឲ្យជីវិតសត្វលោកឲ្យរស់រានមានជីវិតល្អប្រសើរសាជាថ្មីម្ដងទៀត កងទ័ពទាំងអស់បានយល់ព្រមឲ្យផ្ដៅធ្វើដំណើរទៅតាមដែរក្រោយមកទ័ពទាំងអស់ក៏បានមកដល់ទីឋានរបស់តាព្រំគិញគក់បានបញ្ជាឲ្យឃ្មុំប្រុងវាយសម្រុកនៅខ្លោងទ្វារខាងមុខចំណែកឯខាងក្រោយគឺកងទ័ពត្រីអណ្ដែងត្រីក្រាញ់ដែលប្រឡាក់ខ្លួនឲ្យចូលទៅក្នុងពាងទឹកនិងផើងទឹកនៅមាត់ទ្វារក្រោយរីឯវល្លិផ្ដៅធំឲ្យឈរប្រុងនៅមាត់ទ្វារប្រាសាទចំណែកឯត្រសក់ស្រូវត្រូវប្រមៀលទៅក្រោមអាសនៈរបស់តាព្រំគង់ឯក្រុមគិញគក់និងហ៊ីងកង្កែបដែលជាមេទ័ពស្រួចចូលទៅវេលុកលុះចាត់ចែងសាច់បាច់ហើយពលទ័ពមិនដុកសัตว์បានចូលតម្រង់ទៅអាសនៈតាព្រំអាស្រ័យនៅដោយស្រែកហូរដែលមានសន្ធឹកយ៉ាងខ្លាំងធ្វើឲ្យពលអស់ទេវតាមេនំមេនាងចៅចិត្តចៅចោមមុំខុនណាងជំទាវរត់ចេញពីប្រាសាទស្លន់ស្លោទៅត្រូវទឹកផេះទឹកក្បុងដែលត្រីអណ្ដែងត្រីក្រាញ់បាច់មកត្រូវភ្នែកសាស្រវាំងរកទិសតំបន់មិនឃើញថែមទាំងត្រូវពពួកឃ្មុំឪម៉ាល់តិចចុកឈឺរមូលស្រែកយំរំពងតាព្រំរកច្រកចេញពុំទាន់ក៏ស្រែកសួរថាណែវើយមនីពួកសត្វគិញគក់ហ៊ីងកង្កែបទាំងឡាយតើហេតុអ្វីបានជាពួកឯងមកដល់ទីនេះអញ្ចឹងពួកមិនដុកសត្វក៏តបវិញថាយើងមកនេះគឺដើម្បីធ្វើសង្គ្រាមជាមួយនឹងតាព្រំឯងហ្នឹងធ្វើសង្គ្រាមជាមួយយើងតើយើងបានធ្វើអីខុសបានជាពួកឯងទាំងអស់គ្នាលើកទ័ពមកច្បាំងជាមួយនឹងយើងបែបនេះគ្រានោះតាព្រំក៏ចុះចេញពីអាសនៈហើយមិនបានមើលក្រោមក៏ជន់ទៅលើត្រសក់ស្រូវរអិលដួលដាច់ផ្ងាច្រងាងពេលនោះពពួកផ្ដៅក៏មានឱកាសហើយក៏លូនទៅរុំខ្លួនតាព្រំជាប់ហើយឃ្មុំក៏ហើរទៅតិចតាព្រំស្រែកឈឺផ្សាជាខ្លាំងតាព្រំក៏ស្រែកឡើងថាពួកសត្វពួករុក្ខជាតិទាំងអស់គ្នាប៉ុណ្ណឹងបានហើយយើងសុំចុះចាញ់ហើយពេលនោះមេបញ្ជាការគិញគក់ក៏ខាត់ទ័ពទាំងអស់ឲ្យឈប់ហើយក៏ទៅដោះស្រាយបញ្ហាជាមួយនឹងតាព្រំគិញគក់សួរទៅតាព្រំថាតើហេតុដូចម្ដេចបានជាតាព្រំឯងបង្អត់ទឹកភ្លៀងធ្វើឲ្យសត្វលោកទាំងអស់ស្លាប់គ្រប់ទីកន្លែងដូច្នេះគ្នាយើងមិនសុខចិត្តទេបើសិនជាលោកមិនបង្អល់ទឹកភ្លៀងចុះទៅក្រោមនោះ
យើងនឹងកំទេចវិមានរបស់លោកហើយសម្រាប់ពលកងសេនារបស់លោកទាំងអស់ចោលតាព្រំនឹកភ័យក៏និយាយអង្វរទៅពលស័ក្តិនិងរុក្ខជាតិថាសូមពួកព្រះស្អែកទាំងអស់គ្នាកុំខឹងនឹងយើងអីយើងខ្លាចហើយយើងនឹងផ្ដល់ទឹកភ្លៀងឲ្យឥឡូវនេះហើយសូមពួកអ្នកទាំងអស់គ្នាអញ្ជើញទៅវិញចុះកុំខឹងអីគីងគក់បានតបវិញថាទេកូនយើងមិនព្រមទេបើសុំជាយើងទៅនោះលោកពិតជាផ្ដល់ទឹកភ្លៀងឲ្យយើងបានតែមួយមេនោះទេហើយប្រងើយកន្តើយមិនបង្អុរភ្លៀងមកឲ្យពួកយើងទៀតនាំឲ្យពិបាកដល់ពួកយើងលើកតបឡើងមកម្ដងទៀតដូច្នេះលោកសន្យាឲ្យពរពិសេសដល់យើងសិនទើបកូនយើងសុខចិត្តពេលនោះតាព្រំសញ្ជឹងគិតមួយសន្ទុះក៏ពោលថាមិនអីទេយើងព្រមឲ្យពរដល់ពួកឯងរាល់គ្នាហើយផ្ដាំទៅពពួកសត្វទាំងអស់ថាពេលណាដែលឯងត្រូវការភ្លៀងសូមគិញគក់ហ៊ីងកង្កែបត្រូវតែសង្គ្រឹះថ្មិញបន្លឺសំឡេងពីក្រោមមកពេលនោះយើងនឹងបង្អល់ទឹកភ្លៀងធ្លាក់ឲ្យទៅភ្លាមពេលនោះបានសន្យានឹងគ្នាស្រេចបាច់ហើយទ័ពមិនដុកសัตว์បានណក់សัตว์និងរុក្ខជាតិទាំងអស់ក៏ថយទៅលំនៅរៀងខ្លួនតាំងតែពេលនោះមកកាលណាគិញគក់ហ៊ីងកង្កែបត្រូវការភ្លៀងក៏សង្គ្រឹះថ្មិញបន្លឺសំឡេងឡើងក្រតអែបអោកហ៊ីងហងហើយពេលនោះភ្លៀងក៏ចាប់ផ្ដើមធ្លាក់មករឿងសង្គ្រាមគិញគក់និងតាព្រំដែលប្រិយមិត្តយើងបានស្ដាប់កំសាន្តនៅពេលនេះក៏បានមកដល់ទីបញ្ចប់ខ្ញុំបាទសូមខន្តីនិងអភ័យទោសរាល់កំហុសខុសឆ្គងទាំងឡាយណាដែលកើតឡើងក្នុងការអត្ថាធិប្បាយរឿងនេះតាំងពីចំណុចចាប់ផ្ដើមរហូតដល់ចប់សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច like page follow page ក៏ដូចជា subscribe channel YouTube ជូនខ្ញុំម្នាក់មួយផងដើម្បីទទួលបានជាមួយនឹងរឿងនិទានថ្មីស្ដាប់កំសាន្តជាបន្តទៀតសូមអរគុណ